តើអ្នកដឹងទេថាតើអ្វីដែលរារាំងអ្នកមិនឲ្យរីកចម្រើនទៅមុខតើវាជាការបរាជ័យមែនទេចុះបើតាមពិតទៅរឿងដែលអ្នកខ្លាចបំផុតដែលជាការបរាជ័យនោះវាគឺជារឿងដែលនឹងជួយអ្នកឲ្យរីកចម្រើនលឿនបំផុតទៅវិញនោះចុះបើគ្រោះថ្នាក់ពិតប្រាកដមិនមែនជាការបរាជ័យទាល់តែសោះប៉ុន្តែការដែលអ្នកនៅស្ងៀមឬសំងំនៅក្នុង comfort zone ធ្វើតែរឿងដែលងាយស្រួលដដែលមិនហ៊ាននៅក្នុងការធ្វើអ្វីថ្មីតែអ្នកខ្លាចនៅក្នុងការសាកល្បងទៅវិញទេដែលវាជាគ្រោះថ្នាក់សម្រាប់ការរីកចម្រើននៃជីវិតរបស់អ្នកទៅវិញនោះទេសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដំណើរនៃការអភិវឌ្ឍខ្លួនឯងនៅក្នុងវីដេអូនេះម្ដងទៀតមាតិកាថ្ងៃនេះយើងកំពុងនិយាយអំពីអ្វីមួយដែលរារាំងមនុស្សជាច្រើនពីការសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេនោះគឺការភ័យខ្លាចនៃការបរាជ័យការភ័យខ្លាចនៃការបរាជ័យវាលួចឱកាសទំនុកចិត្តនិងក្តីសុបិនរបស់អ្នកប៉ុន្តែដំណឹងល្អនោះគឺអ្នកអាចយកឈ្នះវាបាននៅក្នុងវីដេអូនេះអ្នកនឹងរៀននៅវិធីសាស្ត្រសាមញ្ញចំនួន8ជំហានដើម្បីជំនះការភ័យខ្លាចឈប់រងចាំភាពល្អឥតខ្ចោះហើយចាប់ផ្ដើមជំហានដំបូងនៅថ្ងៃនេះមុននឹងយើងអាចយកឈ្នះការភ័យខ្លាចយើងត្រូវយល់ឲ្យបានច្បាស់ហេតុអ្វីបានជាមនុស្សម្នាក់ខ្លាចនៅក្នុងការបរាជ័យជាមុនសិនមនុស្សភាគច្រើនគិតថាពួកគេខ្លាចការបរាជ័យប៉ុន្តែនោះមិនមែនជាការភ័យខ្លាចពិតប្រាកដនោះទេការភ័យខ្លាចពិតប្រាកដគឺការភ័យខ្លាចនៃការខ្មាស់គេការភ័យខ្លាចនៃការវិនិច្ឆ័យពីមនុស្សជុំវិញឬក៏ការភ័យខ្លាចនៃការធ្វើឲ្យអ្នកណាម្នាក់ខកចិត្តហើយវាក៏អាចជាការភ័យខ្លាចនៃការដែលគេនិយាយថាខ្លួនឯងមិនល្អគ្រប់គ្រាន់មិនពូកែគ្រប់គ្រាន់ឬការភ័យខ្លាចនៃការចាប់ផ្ដើមឡើងវិញជាដើមមនុស្សជាច្រើនធំឡើងហើយប្រកាន់យកនៅទម្លាប់នៃគំនិតមួយថាកំហុសមានន័យថាយើងល្ងងឬមិនមានសមត្ថភាពប៉ុន្តែនោះមិនមែនជាការពិតនោះទេសូមបញ្ឈប់នៅជំនឿខុសឆ្គងមួយនេះកំហុសទាំងឡាយមិនមែនជាការឆ្លុះបញ្ចាំងពីតម្លៃរបស់អ្នកទេពួកវាគ្រាន់តែជាផ្នែកមួយនៃការរៀនសូត្រតែប៉ុណ្ណោះការភ័យខ្លាចនៃការបរាជ័យគឺជារឿងធម្មតាអ្វីដែលជាបញ្ហានោះគឺថាតើអ្នកអនុញ្ញាតឲ្យវាគ្រប់គ្រងជីវិតរបស់អ្នកដែរឬអត់បន្ទាប់ពីយល់ច្បាស់ពីមូលហេតុនៅពីក្រោយការភ័យខ្លាចនៅក្នុងការបរាជ័យហើយនោះតោះយើងទៅស្វែងយល់ហេតុអ្វីបានជាការភ័យខ្លាចនៃការបរាជ័យមានឥទ្ធិពលអាក្រក់ខ្លាំងដល់មនុស្សម្នាក់ការភ័យខ្លាចនៃការបរាជ័យអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពបានន័យថាពេលអ្នកមិនធ្វើអ្វីមួយនោះអ្នកអាចគិតថាវាមិនមានការខាតបង់ប៉ុន្តែតាមពិតនោះគឺវាធ្វើឲ្យអ្នកជាប់គាំងនៅមួយកន្លែងវាសម្លាប់ទំនុកចិត្តរបស់អ្នកវារារាំងអ្នកពីការរៀនសូត្រវារារាំងអ្នកពីឱកាសថ្មីវាធ្វើឲ្យអ្នកពេញចិត្តនឹងអ្វីដែលតិចតួចនោះជាដើមចូលចំណាយពេលបន្តិចហើយគិតអំពីចំនួនឱកាសដែលអ្នកបានខកខានដោយសារតែការខ្លាចនៅក្នុងការសាកល្បងវាអាចជាឱកាសដូចជាការងារគំនិតអាជីវកម្មផ្សេងទំនាក់ទំនងឬក្តីសុបិនរបស់អ្នកជាដើមហើយការពិតនោះគឺការភ័យខ្លាចនៃការបរាជ័យនេះមិនអាចការពារអ្នកពីការបរាជ័យទេឬក៏មិនអាចធ្វើឲ្យអ្នកមិនបរាជ័យដែរតែវារារាំងភាពជោគជ័យឬភាពរីកចម្រើនរបស់អ្នកទៅវិញទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឈប់បន្តិចហើយគិតមើលថាតើអ្នកយល់ស្របជាមួយនឹងគំនិតមួយនេះដែរឬទេថាតើបើអ្នកភ័យខ្លាចវារារាំងអ្នកមិនឲ្យបរាជ័យឬមួយក៏ការភ័យខ្លាចនេះវារារាំងភាពជោគជ័យឬក៏ភាពរីកចម្រើនរបស់អ្នកនោះបន្ទាប់ពីយល់ច្បាស់ពីផលអាក្រក់នៃការខ្លាចការបរាជ័យហើយតើអ្នកនៅតែអនុញ្ញាតឲ្យវាបន្តមានឥទ្ធិពលដល់អ្នកដែរឬទេប្រកាសជាមិនអាចនោះទេដូចនេះចំណុចបន្ទាប់យើងចូលដល់វិធីសាស្ត្រនៃការយកឈ្នះការបរាជ័យទាំងអស់នោះយើងមាន8ជំហានសំខាន់ដែលត្រូវអនុវត្តជំហានទី1កំណត់និយមន័យឡើងវិញរបស់ពាក្យថាបរាជ័យជំហានដំបូងនិងសំខាន់បំផុតគឺការផ្លាស់ប្ដូរអត្ថន័យនៃពាក្យថាការបរាជ័យចំពោះអ្នក
សូមបញ្ឈប់នៅការយល់ឃើញថាការបរាជ័យជាលទ្ធផលចុងក្រោយនិងគួរឲ្យខ្មាស់គេឬក៏គិតថាវាជាសញ្ញាមួយដែលបង្ហាញថាយើងមិនល្អគ្រប់គ្រាន់ឬមិនពូកែគ្រប់គ្រាន់ជាដើមហើយការគិតទាំងនោះហើយជាអ្វីដែលបានបញ្ឈប់យើងមិនចង់នៅក្នុងការចាប់ផ្ដើមធ្វើអ្វីមួយព្រោះតែខ្លាចបរាជ័យឬខ្លាចខ្មាស់គេដូចនេះពីពេលនេះតទៅចូលបដូរការគិតរបស់អ្នកចំពោះពាក្យថាបរាជ័យនិយាយរួមគឺប្រើនិយមន័យថ្មីចំពោះពាក្យថាបរាជ័យនេះដោយចាត់ទុកវាថាជាមេរៀនឬបទពិសោធន៍នៃជីវិតហើយវាមានន័យថាអ្នកត្រូវធ្វើឬសាកល្បងវិធីសាស្ត្រថ្មីហើយវាក៏មានន័យថាអ្នកកាន់តែខិតទៅចិត្តគោលដៅហើយវាជាព័ត៌មានឬចំណេះដឹងថ្មីដ៏ល្អសម្រាប់អ្នកនៅពេលដែលអ្នកវិទ្យាសាស្ត្រធ្វើការពិសោធន៍អ្វីមួយហើយវាមិនដំណើរការពួកគេមិនយំសោកហើយបញ្ឈប់សកម្មភាពរបស់គេនោះទេពួកគេនិយាយថាអូខេតាមវិធីនេះវាមិនដំណើរការនោះទេឥឡូវនេះខ្ញុំដឹងថាខ្ញុំមិនត្រូវធ្វើបែបនេះម្ដងទៀតទេហើយនេះហើយជាទិន្នន័យឬមេរៀនដ៏មានតម្លៃសូមចងចាំថាមនុស្សជោគជ័យគ្រប់រូបដែលអ្នកកោតសរសើរបរាជ័យច្រើនដងជាងអ្វីដែលអ្នកគិតឬអ្វីដែលអ្នកបានដឹងដូច្នេះអ្វីដែលអ្នកត្រូវធ្វើពីពេលនេះគឺចាប់ពីពេលនេះតទៅនៅពេលដែលជួបឧបសគ្គឬវិធីសាស្ត្ររបស់អ្នកមិនដំណើរការសូមសួរខ្លួនឯងនៅសំណួរពីរនេះសំណួរទី1តើខ្ញុំបានរៀនអ្វីខ្លះពីបទពិសោធន៍នេះទី2តើរឿងតូចតាចបំផុតដែលខ្ញុំនឹងផ្លាស់ប្ដូរនៅពេលក្រោយឬជំហានបន្ទាប់គឺជាអ្វីនៅពេលដែលអ្នកផ្ដោតលើការរៀនសូត្រការភ័យខ្លាចនឹងរលាយបាត់ទៅពីព្រោះអ្នកមិនដែលបរាជ័យទេអ្នកគ្រាន់តែប្រមូលទិន្នន័យឬចំណេះដឹងតែប៉ុណ្ណោះជំហានទី2ច្បាប់5នាទីឬច្បាប់នៃការចាប់ផ្ដើមពីជំហានតូចៗគោលដៅនៃវិធីសាស្ត្រនេះគឺវាជាយុទ្ធសាស្ត្រដែលអាចអនុវត្តជាក់ស្ដែងបាននិងត្រូវការបដិញ្ញាចិត្តទាបដើម្បីយកឈ្នះលើការគិតពិចារណាហួសពេកការខ្លាចពេកដែលនាំឲ្យមិនអាចសម្រេចចិត្តធ្វើអ្វីមួយហើយបដូរមកជាការដែលអាចធ្វើសកម្មភាពភ្លាមៗបានវិញការភ័យខ្លាចនៃការចាប់ផ្ដើមជាធម្មតាវាគឺជាការភ័យខ្លាចនៃដំណើរទាំងមូលរបស់កិច្ចការមួយឬគោលដៅមួយចូលជៀសវាងនៅការចាប់ផ្ដើមជំហានដែលធំពេកហើយចាប់ផ្ដើមដោយជំហានតូចៗដែលអ្នកបានព្យាយាមជៀសវាងឬគិតថាការធ្វើតូចៗឬតិចតួចអញ្ចឹងវាគ្មានបានការអ្វីនោះទេចូលផ្លាស់ប្ដូរការគិតរបស់អ្នកហើយងាកមកចាប់ផ្ដើមពីជំហានតូចៗព្រោះការចាប់ផ្ដើមតូចៗនោះការភ័យខ្លាចរបស់អ្នកក៏មានតិចតួចតាមនោះដែរវាហាក់ដូចជាយើងសម្លឹងមើលទៅលើកំពូលភ្នំហើយឈប់គាំងមិនបន្តដំណើរនៅក្នុងការឡើងភ្នំតទៅទៀតដោយសារអ្នកគិតថាវាគួរឲ្យហត់ណាស់ឡើងមិនដល់ទេគួរឲ្យខ្លាចជាដើមវិធីសាស្ត្រដែលយើងអាចដោះស្រាយជាមួយការភ័យខ្លាចនេះយើងត្រូវបញ្ឆោតខួរក្បាលរបស់យើងឲ្យផ្ដោតលើជំហានតូចៗសិនហើយវាត្រូវបានគេហៅថាវាជាច្បាប់5នាទីឬច្បាប់នៃការបំបែកការងារជាជំហានតូចៗខ្លីៗអ្វីដែលអ្នកអាចយកជំហានទី2នេះទៅប្រើនៅក្នុងជីវិតប្រចាំថ្ងៃនោះគឺនៅពេលអ្នកមានអារម្មណ៍ថប់បារម្ភចំពោះការធ្វើគម្រោងធំឬកិច្ចការធំមួយសូមបដិញ្ញាឬព្យាយាមធ្វើការលើវាត្រឹមតែ5នាទីប៉ុណ្ណោះដោយការបំបែកកិច្ចការធំនោះទៅជាផ្នែកតូចៗធ្វើការកំណត់ម៉ោងដោយប្រើ timer នៅពេលដែលឧបករណ៍កំណត់ម៉ោងរោអ្នកមានសិទ្ធិឈប់ធ្វើសកម្មភាពទាំងស្រុងដោយមិនមានកំហុសអ្វីឡើយឧទាហរណ៍អ្នកមាន Channel YouTube ជាយូរមកហើយតែមិនដែលបានចាប់ផ្ដើមធ្វើមាតិកាអ្វីសោះឥឡូវនេះចូលសាកល្បងប្រើវិធីសាស្ត្រ5នាទីដោយកិច្ចការដំបូងដែលមានរយៈពេល5នាទីនោះគឺចូលសរសេរត្រឹមគំនិតចំណងជើងចំនួន3បានហើយតើអ្វីដែលជាលទ្ធផលនៃវិធីសាស្ត្រ5នាទីនោះហេតុអ្វីបានជាវិធីសាស្ត្រ5នាទីនោះវាមានប្រសិទ្ធភាពមូលហេតុនោះគឺខួរក្បាលរបស់អ្នកប្រឆាំងនឹងកិច្ចការធំលំបាកនិងមិនធ្លាប់ធ្វើប៉ុន្តែបើធ្វើអ្វីត្រឹម5នាទីនោះមិនមែនជាកិច្ចការធំដុំអ្វីទាំងអស់ហ
ហើយជាធម្មតាគឺនៅពេលដែលអ្នករុញច្រានខ្លួនឯងឲ្យហួសពីការរារែកដំបូងនោះហើយនៅពេលដែលអ្នកធ្វើឲ្យប៊ិចរបស់អ្នកចាប់ផ្ដើមមានចលនាឬម្រាមដៃរបស់អ្នកចាប់ផ្ដើមវាយអត្ថបទនៅលើកុំព្យូទ័រអ្នកនឹងឃើញថាសន្ទុះនៃការចាប់ផ្ដើមបានកើតមានឡើងហើយភាគច្រើនអ្នកមិនត្រឹមតែធ្វើវាត្រឹម5នាទីប៉ុណ្ណោះទេអ្នកនឹងធ្វើវាទៅរហូតដល់15ឬក៏30នាទីឬសូម្បីតែ60នាទីក៏អាចដែរហើយប្រសិនបើមិនអញ្ចឹងទេមិនមែនជារឿងធំដុំនោះទេអ្នកនៅតែបានធ្វើ5នាទីជាជាងការដែលមិនបានធ្វើអ្វីសោះអ្វីដែលអ្នកអាចយកវិធីសាស្ត្រទី2នេះទៅប្រើនៅក្នុងជីវិតប្រចាំថ្ងៃនោះគឺចូលប្រើប្រាស់នៅជំហានតូចៗឬច្បាប់5នាទីនេះព្រោះវាពិតជាមានប្រសិទ្ធភាពនៅក្នុងការបំបែកការរារែកផ្លូវចិត្តរបស់អ្នកជំហានទី3ចូលត្រៀមខ្លួនសម្រាប់កំហុសប្រាប់ខ្លួនឯងថាខ្ញុំអាចនឹងធ្វើខុសឬមានកំហុសផ្សេងៗហើយវាមិនអីនោះទេនៅពេលដែលអ្នកទទួលយកកំហុសមុនពេលវាកើតឡើងពួកវាបាត់បង់អំណាចរបស់វារួចទៅហើយធ្វើដូចនេះអ្នកកាន់តែស្ងប់ស្ងាត់កាន់តែមានទំនុកចិត្តជាងមុននិងមានឆន្ទៈនៅក្នុងការព្យាយាមម្ដងទៀតជំហានទី4ចូលផ្ដោតលើការវិវត្តទៅមុខមិនមែនជាភាពល្អឥតខ្ចោះនោះទេមនុស្សជាច្រើនខ្លាចការបរាជ័យពីព្រោះពួកគេរំពឹងថាខ្លួនឯងនឹងធ្វើបានល្អឥតខ្ចោះនៅពេលសាកល្បងលើកដំបូងក៏ដោយប៉ុន្តែការវិវត្តទៅមុខឬការរីកចម្រើនទៅមុខទៅវិញទេដែលវាសំខាន់ជាងភាពល្អឥតខ្ចោះការប្រសើរជាងមុន 1% ជារៀងរាល់ថ្ងៃគឺល្អជាង 0% ឬក៏មិនបានធ្វើអ្វីសោះជំហានទី5ឈប់ប្រៀបធៀបចំពោះទី1របស់អ្នកទៅនឹងចំពោះទី20របស់អ្នកដទៃនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើឲ្យមនុស្សគ្រប់គ្នាមើលទៅល្អឥតខ្ចោះប៉ុន្តែនៅពីក្រោយភាពជោគជ័យនីមួយៗគឺមានរឿងរ៉ាវដ៏វែងឆ្ងាយនៃការបរាជ័យការប្រៀបធៀបខ្លួនឯងជាមួយមនុស្សដទៃវាអាចបង្កើននូវការភ័យខ្លាចផ្ទុយទៅវិញចូលប្រៀបធៀបខ្លួនអ្នកនៅថ្ងៃនេះជាមួយអ្នកដែលធ្លាប់ជាអ្នកកាលពីម្សិលមិញនៅពេលដែលអ្នកសង្កេតឃើញថាខ្លួនឯងមានការរីកចម្រើនថ្ងៃនេះជាងពីម្សិលមិញចូលរីករាយនៅលទ្ធផលទាំងនោះសូម្បីតែជាការរីកចម្រើនដ៏តិចតួចក៏ដោយហើយបន្តសកម្មភាពទាំងនោះហើយនៅពេលដែលអ្នកបង្កឬក៏បន្តនៅការធ្វើសកម្មភាពជាប្រចាំនោះលទ្ធផលវានឹងហុចឲ្យអ្នកឃើញនៅថ្ងៃណាមួយជាក់ជាមិនខានជំហានទី6ចូលគិតទុកមុនថាតើអ្វីទៅជារឿងអាក្រក់បំផុតដែលអាចកើតឡើងឬក៏គិតទុកមុនពីបញ្ហាឬក៏ឧបសគ្គដែលអាចនឹងកើតឡើងហេតុអ្វីបានជាយើងត្រូវធ្វើដូចនេះគោលដៅនោះគឺយើងអាចរកដំណោះស្រាយទុកជាមុននៅក្នុងករណីមានរឿងមិនល្អកើតឡើងដោយមិនបានរំពឹងទុកព្រោះថាការថប់បារម្ភរបស់យើងដែលមានលក្ខណៈមិនច្បាស់លាស់វាជាមូលហេតុដែលរារាំងយើងមិនឲ្យយើងចាប់ផ្ដើមធ្វើអ្វីមួយព្រោះយើងនឹងព្រួយថាវានឹងคล้ายជាគ្រោះមហន្តរាយឬមានតែការខាតបង់ជាដើមដូចនេះយើងត្រូវប្រែក្លាយការភ័យខ្លាចមិនច្បាស់លាស់នោះទៅជាបញ្ជីដែលយើងអាចគ្រប់គ្រងបានជាធម្មតាសេណារីយ៉ូដ៏អាក្រក់បំផុតមិនគួរឲ្យខ្លាចដោយការភ័យខ្លាចនៅក្នុងចិត្តរបស់អ្នកនោះទេភាគច្រើនករណីអាក្រក់បំផុតឬក៏យ៉ាងច្រើនអ្នកត្រូវព្យាយាមម្ដងទៀតអ្នកត្រូវរៀនឡើងវិញអ្នកត្រូវកែសម្រួលវាហើយអ្នកអាចបន្តរស់រានមានជីវិតនិងជាលទ្ធផលដ៏ធំបំផុតនោះគឺអ្នកនឹងរីកចម្រើនចូលសាកល្បងយកប៊ិចនិងក្រដាសចេញមកហើយចាប់ផ្ដើមសរសេរចេញនៅរឿងដែលអ្នកព្រួយបារម្ភចំពោះអ្វីមួយដែលអ្នកកំពុងធ្វើឬអ្វីមួយដែលអ្នកនឹងធ្វើនៅផ្នែកខាងឆ្វេងសូមសរសេរការភ័យខ្លាចដែលខ្លាំងបំផុតរបស់អ្នកហើយផ្នែកខាងស្ដាំសូមសរសេរដំណោះស្រាយជាក់ស្ដែងប្រសិនបើការភ័យខ្លាចនោះពិតជាកើតឡើងមែនឧទាហរណ៍ថាការផុសវីដេអូដំបូងរបស់អ្នកអ្វីដែលអ្នកភ័យខ្លាចបំផុតនោះគឺវីដេអូរបស់ខ្ញុំមិនមានអ្នកមើលសោះប្រកាសជាមិនមានអ្នកចូលចិត្តវាដំណោះស្រាយតើខ្ញុំនឹងធ្វើអ្វីខ្ញុំនឹងលុបវីដេអូនោះចេញវិញសិក្សាពីអ្វីដែលអ្នកបង្កើតផ្សេងទៀតធ្វើបានជោគជ័យ
សូមមតិកែលម្អដោយស្មោះត្រង់ពីមិត្តភ័ក្តិឬក្រុមគ្រួសារហើយប្រើមេរៀនឬបទពិសោធន៍នេះដើម្បីធ្វើឲ្យវីដេអូបន្ទាប់ប្រសើរជាងមុនយ៉ាងហោចណាស់ 1% ប្រសើរឡើងដែរជាលទ្ធផលនៅពេលដែលអ្នកសរសេរវាចេញមកការព្រួយបារម្ភរបស់អ្នកនោះវាជាធម្មតាគ្រាន់តែប្រែទៅជាភាពរអាក់រអួលមួយដែលអ្នកមានផែនការដោះស្រាយរួចបាត់ទៅហើយអ្វីដែលសំខាន់នោះគឺអ្នកនឹងដឹងថាជីវិតរបស់អ្នកនឹងមិនបញ្ចប់ត្រឹមការដួលប៉ុណ្ណឹងទេហើយដឹងថាអ្នកប្រកាសជាអាចងើបឡើងវិញបានអ្វីដែលអ្នកអាចយកទៅអនុវត្តសកម្មភាពជាក់ស្ដែងពីវិធីសាស្ត្រនេះគឺប្រសិនបើអ្នកខ្លាចនៅក្នុងការចាប់ផ្ដើមគម្រោងការអ្វីមួយរបស់អ្នកសូមចំណាយពេលហើយសរសេរលទ្ធផលអាក្រក់បំផុត2ដែលអ្នកព្រួយបារម្ភថាវាអាចនឹងកើតឡើងនិងស្វែងរកដំណោះស្រាយច្បាស់លាស់ចំពោះបញ្ហាទាំងនោះហើយឥឡូវនេះអ្នកបានដកអាវុធដ៏ធំបំផុតនៃការភ័យខ្លាចចេញហើយគឺរឿងអាក្រក់ដែលមិនរំពឹងទុកជំហានទី7ចូលគិតមើលថាតើអ្វីទៅជារឿងល្អបំផុតដែលអាចនឹងកើតឡើងវិធីនេះផ្លាស់ប្ដូរគំនិតរបស់អ្នកពីការភ័យខ្លាចទៅជាលទ្ធភាពឬក៏ចំណុចវិជ្ជមានដែលអាចកើតចេញពីការប្រឹងប្រែងរបស់អ្នកនៅពេលដែលអ្នកគិតដល់លទ្ធផលជោគជ័យនៃគម្រោងរបស់អ្នកវាធ្វើឲ្យអ្នកមានការរំភើបនិងសេចក្តីរីករាយហើយចិត្តរបស់អ្នកនឹងជំនះនៅឧបសគ្គដើម្បីឆ្ពោះទៅសម្រេចនៅគោលដៅនោះពីព្រោះអ្នកបានស្រមៃឃើញការពេញចិត្តខ្លួនឯងនៅពេលសម្រេចលទ្ធផលនោះរួចទៅហើយជំហានទី8ហុំព័ន្ធខ្លួនអ្នកជាមួយមនុស្សដែលគាំទ្រអ្នកការភ័យខ្លាចលូតលាស់ឬកើតឡើងនៅក្នុងបរិយាកាសខុសឬមិនអំណោយផលចូលហុំព័ន្ធខ្លួនអ្នកជាមួយមនុស្សដែលចេះជួយលើកទឹកចិត្តជំរុញឲ្យមានការរីកចម្រើនមិនមែនមនុស្សដែលរំពឹងតែពីលទ្ធផលដែលល្អឥតខ្ចោះនោះទេសូម្បីតែមិត្តភ័ក្តិដែលចេះគាំទ្រម្នាក់ក៏អាចធ្វើឲ្យអ្នកមានការរីកចម្រើនបានដែរក៏អាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងដែរអ្នកមិនចាំបាច់គ្មានការភ័យខ្លាចនោះទេអ្នកគ្រាន់តែត្រូវការធ្វើការចាប់ដើមធ្វើសកម្មភាពទោះបីជាអ្នកកំពុងភ័យខ្លាចក៏ដោយរាល់ជំហានដែលអ្នកដើរវានឹងធ្វើឲ្យការភ័យខ្លាចកាន់តែចុះខ្សោយហើយរាល់សកម្មភាពដែលអ្នកធ្វើវាបង្កើតភាពក្លាហានការបរាជ័យមិនមែនជារឿងផ្ទុយឬជាសត្រូវនៃភាពជោគជ័យនោះទេវាជាផ្នែកមួយនៃភាពជោគជ័យដែលមិនអាចខ្វះបានដូច្នេះនេះគឺជាមេរៀនដែលយើងបានរៀននៅថ្ងៃនេះការភ័យខ្លាចនៃការបរាជ័យមិនមែនជាសញ្ញាដែលត្រូវឈប់នោះទេវាជាសញ្ញាមួយដែលបង្ហាញថាអ្នករៀបនឹងធ្វើអ្វីដែលសំខាន់សម្រាប់ជីវិតប្រសិនបើវិធីសាស្ត្រទាំងអស់នេះអ្នកយល់ស្របថាវាអាចនឹងជួយអ្នកនៅក្នុងការជំនះនៅការភ័យខ្លាចសូមយកវាទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកសូមជួយ Subscribe និងជួយ Share វីដេអូនេះដើម្បីចូលរួមចែករំលែកចំណេះដឹងទាំងអស់គ្នាសូមអរគុណ